លបងពួកចៅទូកាយសាហាវប៉ុន្តែសិតតែជារៀសល្ងងខ្លៅពួកគេដើរផ្លូវតល់ច្រកទើបបានជារើសផ្លូវក្បត់បែបនេះតើមិនអាចទូឱកាសពួកគេកុំប្រហារជីវិតពួកគេបានទេគឺឯងចង់ឲ្យខ្ញុំសរសេររបាយការណ៍សុំអង្វរព្រះអង្គពិតមែនលបងពួកចៅទាំងនេះយ៉ាងណាក៏ខុសពីពួកជីងដែរពួកគេសុទ្ធតែជារាជមហាសង្ឃយើងម្យ៉ាងវិញទៀតពួកគេពេលនេះបានចោះចាញ់ហើយបើពួកយើងមកផ្ដល់ឱកាសឲ្យពួកគេម្ដងទេតើពួកយើងហើយនឹងពួកជីងនោះមានអ្វីខុសគ្នាទេឡខ្ញុំប្រកាសជាសរសេររបាយការណ៍ថ្វាយព្រះអង្គអរគុណបងព្រលឹមយ៉ាងនេះតើឯងប្រងទៅណាឡើងភ្នំហាត់គុណឡើងភ្នំហាត់គុណភ្នំណៃណាភ្នំនៅត្រង់នោះខាងនោះមានភ្នំស្អីទៅនិយាយកុហកមិនចេះនិយាយដែរទៅជំរុំហាត់គុណជាមួយនឹងពុកលើកក្រោយបានទេកុំនិយាយពីអត់បានការច្រើនចង់រងអ្នកថ្មីទៅបាញ់ឈឺវិញนุ่งប្រងមានច្រើនកកងហើយអ្វីត្រូវជាខ្ញុំវិញទុំនឹងតែឯងបានហើយមិនពាក់ព័ន្ធមិនមែនជាស្នេហាទេមិនបានស្រឡាញ់គេទេជួយប្រាប់ខ្ញុំផងអារម្មណ៍នេះមិនមែនស្នេហាមិនបានដឹងបែងដងអូនយ៉ាងណាឬក្នុងចិត្តមានអ្នកណាដឹងត្រឹមពេលនេះបែរដងទៅដល់ស្ងួនតាមបែរដងលំនិយាយប្រាប់អូនមិនថាថ្ងៃនេះឬថ្ងៃណាបើនៅតែមិនព្រមហាត់ទៀតពុកនឹងពិនិត្យឯង100ដងមកទាំងអស់គ្នាមើងម៉ាត់បន្តិចហាត់ឲ្យបានល្អពេលនេះនាងឈឺផ្សាចង់រងអ្នកថ្មីទៅបាញ់ឈឺវិញนุ่งត្រង់មានច្រើនកកងហើយអ្វីត្រូវជាខ្ញុំវិញទុំនឹងតែឯងបានហើយមិនពាក់ព័ន្ធមិនមែនជាស្នេហាទេមិនបានស្រឡាញ់គេទេជួយប្រាប់ខ្ញុំផងអារម្មណ៍នេះមិនមែនស្នេហាមិនបានដឹងបែងដងអូនយ៉ាងណាឬក្នុងចិត្តមានអ្នកណាលុតកានេះប្រាក់គ្រប់អរគុណលុតកាបានឧស្សាហ៍មកផងតាមបែដងលំនិយាយប្រាប់អូនមិនថាថ្ងៃនេះឬថ្ងៃណាពុំយើងត្រូវធ្វើដោយធម្មតាយើងត្រូវចាំបានដឹងខុសសន្យាថាហាមស្រឡាញ់គ្នាណាហាមនឹកហាមគិតមិនថាពេលបែបណាតាមបែដងលំនិយាយប្រាប់អូនមិនថាថ្ងៃនេះឬថ្ងៃណាពុំយើងត្រូវធ្វើដោយធម្មតាយើងត្រូវជាណាបានដឹងខុសសន្យាជាណាហាមស្រឡាញ់គ្នាណាហាមនឹកជាណាមិនថាពេលបែបណាលោកតាពីជួយតាសម្រួលជើញអូជួយតាសម្រួលអូលោកម្ចាស់តាពីអរគុណលោកម្ចាស់ទាំងពីរសុំជើញចូលក្នុងជើញពួកយើងថ្ងៃនេះចូលហូបប៉ាងគុយហ្វាញ៉ាំអីទៅមកជើញនេះបើឯងធ្វើស្អីហ្នឹងកន្លែងនេះគឺជាកន្លែងនេះហើយទៅចូលទៅជើញចូលក្នុងជើញអរគុណហូបឲ្យបានច្រើនបន្តិចណាអរគុណច្រើនអេពិសាស្រាសិនទៅខ្ញុំទៅដល់ខាងនោះសិនអីទេសុំជើញលោកម្ចាស់ជើញតើរសជាតិយ៉ាងម៉េចដែរមកចាក់ស្រាឆ្ងាញ់
ចេះ ស្រានៅទីនេះល្អណាស់ពិសាបានច្រើនតែងខ្ញុំជាអ្នកចាញ់ប្រាក់ថែមជើងជ្រូកគួយហួរមួយចានជួយមើលផង សាច់តុងប៉ាមួយចាន ត្រូវកាយទៀតទេ នេះប៉ាមកនេះមកអង្គុយទីនេះមកឈប់លូឡាទៅលូឡាស្អីទៅបាទហើយសាច់ខ្លាំងយ៉ាងនេះធ្វើស្អីទៅនិយាយតិចទៅអង្គុយចុះលោកចង់ហៅអីទៀតទេយកសាច់គោមួយចានមកហើយនឹងសាច់តុងប៉ាមួយចានណានេះនំម្ចាស់លោកម្ចាស់មានកាយចាន2ចានមកបាយច្រើនទៅហូបខ្ញុំហូបឆ្អែតណាថែមបាយសមែនហើយបានហើយចាំទៅភ្លាមរើបាទខ្ញុំទៅភ្លាមចាំតិចត្រូវហើយយកស្រាមកតិនផងណាំរ៉ាស្ងាត់ទៅថ្ងៃនេះខ្ញុំមិនផឹកស្រាទេហូបទៅបាយមកហូបទៅគឺបានហើយនេះប៉ាថ្ងៃនេះឯងមានទុកកង្វល់អីមែនទេសំបីតែស្រាក៏មិនផឹកនោះអាយ៉ាខ្ញុំមានទុកកង្វល់អីទៅខ្ញុំអាចមានទុកកង្វល់អីពិតជាគ្មានមែនណាពិតជាគ្មានមែនណាពិតជាគ្មានអញ្ចឹងហេតុអីក៏មិនផឹកស្រាហេតុអីថ្ងៃនេះខ្ញុំឃ្លានណាស់ហូបទៅបាយទៅគឺបានហើយចំណែកស្រាមិនបាច់ទេលោកតាំងពីអញ្ជើញពិសាអ្នកបំរើមហូបនេះលើកខុសហើយគ្មានទេត្រូវហើយមហូបនេះមិនបានហើយទេប្រកាសជាលើកមកច្រឡំហើយមិនមែនទេលោកតាំងពីអញ្ជើញពិសាចុះអ្នកបំរើមកនេះមិនខុសទេគឺខ្ញុំឲ្យពួកគេលើកមកគឺនាងអាចាមានអ្នកខ្លះបានហូបជើងជ្រូកហើយភ្លេចរសជាតិរបស់ជើងជ្រូកអស់ទៅហើយខ្ញុំស្អីទៅខ្ញុំមើលទៅជើងជ្រូកអស់នេះអាយ៉ាទុកឲ្យលោកមេកងវ៉ាងពិសាចុះឲ្យខ្ញុំហ៎អញ្ចឹងខ្ញុំហូបមិនមែនហើយណាអាយម៉ៃហូបអត់នេះគួយនាងមានរឿងមកគល់មួយណាគួយនាងគេថាប្រឹងប្រែងគង់តែបានសម្រេចមែនខ្ញុំប្រាប់នាងណាលើកនេះខ្ញុំទុកថាអាចរកគ្រួសារល្អមួយឲ្យនាងបានហើយអ្នកប្រុសយ៉ាងនៅខាងកើតភូមិអាយុបងនាង3ឆ្នាំក្នុងផ្ទះមានតែកូនប្រុសម្នាក់គត់នាងគឺពិតជាចង់បានមនុស្សគឺបានមនុស្សមែនចង់បានទេពកោសល្យមានទេពកោសល្យមែនទេចុះគេអាយុប៉ុណ្ណឹងហើយមិនដល់មិនតាន់រៀបការទៀតរឿងនេះគឺប្រពន្ធគេទៅស្លាប់ទៅគេចង់បានកូនស្នងតកូលហើយចុះគេអាយុប៉ុណ្ណឹងហើយមិនដល់មិនតាន់រៀបការទៀតរឿងនេះគឺប្រពន្ធគេទៅស្លាប់ទៅគេចង់បានកូនស្នងតកូលហើយចុះគេមានប្រពន្ធប្រមាណអ្នកដែរប្រពន្ធដើមម្នាក់ចុងម្នាក់ប៉ុន្តែខ្ញុំបានសួរឲ្យតែនាងយល់ព្រមនាងអាចធ្វើប្រពន្ធដើមបានល្អខ្ញុំនឹងពិចារណាមើលនៅមានអីពិចារណាទៀតទៅខ្ញុំប្រាប់នាងស្រីកមុំពេញភូមិយើងពេលនេះណាកំពុងតែតម្រង់ជួរចាំឲ្យតែគេមកមើលទេនាងរើសយូរពេកប្រយ័ត្នខកខ្ញុំប្រាប់ឲ្យដឹងទៅប្រយ័ត្នខកខានណានេះប៉ាមិនក៏ឯងមិនហូបបាយយ៉ាងអញ្ចឹងតែឯងនឹងដល់ជើងជ្រូកគួយហូររាល់ថ្ងៃមែនទេគេរើសគូសកលតាក់តងអីជាមួយនឹងឯងទៅខ្ញុំហូបអីតមកហូបទៅអាចាគឺព្រោះតែជ្រើសរើសយូរពេកហើយហេតុនេះហើយគឺមិនចង់រើសឲ្យតែបានទេអាយ៉ាមើលស្ដាប់សម្ដីនាងចោអ្នកប្រយ៉ាងមិនមែនរើសឲ្យតែបានទេគ្រួសារគេមានដីស្រែមានផ្ទះធំមួយយ៉ាងទៀតគឺគេគឺជានិស្សិតទៀតផងណាគ្រួសារល្អយ៉ាងនេះទោះជានាងកាន់កូនដើររកក៏មិនងាយរកបានដែរតើនៅរើសយកស្អីទៀតមិនក៏និយាយបែបនេះអញ្ចឹងឬបែបនេះគឺត្រូវស្រឡាញ់គ្នាទាំងសងខងទើបបានណាមិនអាចដូចជាអ្នកបែបនេះចេះតែមកខំគឺអញ្ចឹងហើយតើលោកជាអ្នកណាទីនេះមានសិទ្ធិអីមកនិយាយលោកជាអ្នកណាហ្នឹងខ្ញុំគឺលោកយាយវាងថ្ងៃនេះសុំទោសផងថ្ងៃនេះត្រឡប់ទៅវិញសិនទេអានេះអាយ៉ាបែបនេះមិនសមទៅលោកយាយវាងនឿយហត់ហើយខ្ញុំប្រាប់លោកយាយខ្ញុំនឹងពិចារណាមើលអ្នកប្រុសចាងគឺពិតជាគាត់បានមែនតែអញ្ចឹងពិចារណាសិនទៅណាខ្ញុំទៅហើយរឿងនេះវិវត្តធំហើយក៏មិនទោះថាបងប្អូនខ្ញុំនេះគ្មានគុណធម៌ណាឥឡូវខ្ញុំទៅមុនហើយខ្ញុំថតចូលទៅរឿងមង្គលដ៏ល្អមួយបាយจะត្រូវបងបំផ្លាញអស់ខ្ញុំមិនខ្វល់ទេបងត្រូវទទួលខុសត្រូវនាងបងហៅខ្ញុំថាម៉េច
អូគួយនាងក្រៃលើកមុនខ្ញុំបាននិយាយប្រាប់នាងហើយតើខ្ញុំគឺជាកងទ័ពធ្លាប់កាប់សម្លាប់គ្នារាល់ថ្ងៃត្រូវធ្វើសង្គ្រាមគ្រប់ទិសទីមិនអាចធ្វើជាមនុស្សដែលនាងខ្ញុំមិនខ្វល់ទេខ្ញុំគឺត្រូវការបងប៉ុន្តែថាបើបងនៅតែនិយាយទៀតនោះខ្ញុំនឹងរៀបការជាមួយនឹងអ្នកប្រុសយ៉ាងស្អីគេនោះគេនឹងឲ្យខ្ញុំធ្វើជាប្រពន្ធដើមទៀតផងបងយល់ព្រមដែរទេមិនយល់ព្រមទេខ្ញុំប្រកាសជាមិនយល់ព្រមទេហើយចុងបងប្រងគិតយ៉ាងម៉េចគិតយ៉ាងម៉េចគិតយ៉ាងម៉េចស្រេចតែអូនចុះខ្ញុំកាប់បាយមិនចាអត់ហើយវាមានរឿងស្អីចាំមិនក៏កាប់តាមឈើនេះបាត់អេគួយនាងមិនក៏នាងកាប់ដើមឈើអញ្ចឹងកាប់អញ្ចឹងអូហើយគួយនាងតើនាងរកបានគូស្គាល់មែនទេគ្មានទេគ្មានទេហ៎ដើមឈើនេះដល់បានល្អណាស់មិនក៏ស្រាប់តែកាប់ចោលបែបនេះហ៎កាប់យើងជាផ្លូវនេះអត់ទេចង់ខ្ញុំជិះគេមែនទេឲ្យមានធំមែនណាខាគួយនេះចាំណែនាំគួយយើងបានស្គាល់ផងទៅមិនដែរអ្នកកាប់វិញមកអូរកបានស្គាល់ហើយតាមនៅប្រាប់ថាអត់ទៀតអូមានទីអត់ហើយអូកម្លាំងក៏ខ្លាំងដែរភាសាណាភាសាមែនរកបានគូស្គាល់កាប់ទៅឆាប់កាប់ទៅមែនហើយកាប់ទៅកម្លាំងខ្លាំងខ្លាភាសាណាណាមេតបនីវរកបងលបងខ្ញុំមានរឿងចង់ពិភាក្សាជាមួយលបងណាមានកាយនិយាយទៅលបងគឺខ្ញុំឯងស្អីនិយាយតាមត្រង់មកខ្ញុំទើបតែមកពីហាងរបស់គួយនាងចុះយ៉ាងម៉េចខ្ញុំកាប់ដើមផ្កាគួយចោលហើយលោកកាប់ដើមផ្កាគួយចោលហើយឯងកាប់ដើមឈើគេចោលសងប្រាក់គេទៅចុះលោកបងប្រុងដណ្ដឹងគេមែនទេតើគេយល់ព្រមដែរទេគឺនាងឲ្យខ្ញុំកាប់ល្អនេះគឺជារឿងមង្គលហើយមើលឲ្យស្ទាក់ស្ទើរចុះលបងរឿងនេះគឺចេះទេរឿងនោះស្អីទៅខ្ញុំប្រាប់ឯងធ្វើគ្រួសារកងទ័ពគឺមិនមែនជារឿងធូរស្រាលទេគេយល់ព្រមរៀបការជាមួយនឹងឯងកុំឲ្យលំបាកឲ្យសោះបាទខ្ញុំដឹងហើយលបងខ្ញុំជាមនុស្សបែបណាលបងដឹងច្បាស់ណាស់ចានលើតុនេះមិនអាចដាក់បែបនេះទៅយកទៅខាងក្រោយទៅជួសឲ្យបានស្អាតផងបាទត្រូវជួសឲ្យស្អាតមួយនេះបាត់វាយហើយមកខាងស្ដាំបន្តិចឆាប់ឡើងបើត្រង់ទៅឥឡូវខ្ពស់បន្តិចទៀបទួយអើយឆាប់ឡើងទៅគួយនាងសូមអបអរគុណសូមអបអរណាសូមអបអរឆាប់ទទួលអំណោយអរគុណអរគុណទៅហើយណាអរគុណយកទៅខាងក្រោយទៅត្រូវទៅដាក់បានស្រួលបួលបងធ្វើអីហ្នឹងអូយស្ងៀមចាំបញ្ជាអូនកុំប្រោតដៃធ្ងន់ពេកបងឈឺខ្លាំងណាស់ដឹងទេតែធ្វើការបងនៅធ្វើការទៀតទេបងមិនបាច់ធ្វើការក៏បានទេបងមិនធ្វើតែចង់ឲ្យខ្ញុំធ្វើមែនទេត្រូវបងធ្វើការអូនសម្រាប់ទីនេះហើយបងទៅភ្លាមហើយបងចាំមកលបងនាវយោបងអញមកហើយហើយលបងនាវអបអសាទោមើលចុះមិនចាំបាច់យកអំណោយអីមកទេនេះលបងរៀបការបងប្អូនទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់ត្រូវអើយបងនាវឆាប់ទៅភ្លាមទៅក្រោយផ្ទះមានការងារច្រើនណាស់ឆាប់ឡើងអ្នកបំរើយកទុកឲ្យស្រួលបួលបងទៅភ្លាមទៅយើងចាំមកភ្លើនដល់ឡើងទៅអបអសាទោសមាសាទោនេះឡាពីតាមសบายចុះអរគុណហើយអរគុណតាមសบายចុះអរគុណច្រើនអរគុណយោលោកអ៊ំក៏ជិះមកដល់អបអសាទោជូនពរអ្នកតាពីស្រឡាញ់គ្នាដល់ចាប្រកបដូច្នេះហើយត្រូវតែល្អចំពោះគួយនាងបាទប្រកបណាស់លបងទុកចិត្តច
ចុះ បងពួកយើងថ្ងៃនេះមិនស្វឹងមិនទៅវិញទេសប្បាយ ចេះ អរគុណ អរគុណ គួយនាងខ្ញុំប្រាប់ទៅចុះបងប្អូនពួកយើងម្នាក់នេះគឺជាមនុស្សទៀងត្រង់ត្រឹមត្រូវថ្ងៃក្រោយត្រូវតែល្អចំពោះគេផងណា អរគុណ អរគុណ គួយនាងខ្ញុំប្រាប់ទៅចុះបងប្អូនពួកយើងម្នាក់នេះគឺជាមនុស្សទៀងត្រង់ត្រឹមត្រូវថ្ងៃក្រោយត្រូវតែល្អចំពោះគេផងណាមិនខុសទេនេះប៉ាគួយនាងពេលហូបបាយការពលឹកមុនខ្ញុំចាប់អារម្មណ៍ថាមានបញ្ហាហើយនិយាយតាមត្រង់មកគឺនៅពេលនោះត្រាញ់គ្នាហើយមែនទេនិយាយទៅអត់ទេមិនចាំនិយាយទៅមែនហើយ ពួកយើងគឺមិនវាយមិនស្គាល់គ្នាគឺនៅតុស្រាប្រកួតគ្នា លោកមិនតបតអស់គ្នាពួកលោកនៅមិនតន់ដឹងទេថាការស្រីរបស់ពួកយើងផឹកស្រាមិនស្វឹងទេលេខ1នៅក្នុងស្រុកនេះខ្លាំងពេកហើយយើងមែនគ្នាទៅចឹងត្រូវរឿងនេះពួកយើងត្រូវសាមម្ដងម្ដងណាថ្ងៃនេះជាថ្ងៃមង្គលរបស់អ្នកទាំងពីរយ៉ាងណាណាបងក៏ត្រូវតែផឹកប្រមាណពេងដែរតើត្រូវទេច្រើនទៅពួកជុំឡោះទៅបងនេះយ៉ាងមិនឲ្យផឹកទៅ ពួកឯងគឺមិនដឹងទេពេលដែលគួយនេះចាប់ផ្ដើមផឹកមែននោះពួកឯងទាំងអស់គ្នាបាច់ជិះនៅទីនេះទាំងអស់គ្នាមិនខានទេ ពួកយើងមិនជឿទេថ្ងៃនេះត្រូវតែផឹកជាមួយម្ដងហើយមែនទេពួកយើងមិនជឿទេត្រូវមិនជឿតោះផឹកតែបងតែសាឆាន់ចាត់គោលការណ៍ណាផឹកបានច្រើនហើយបងមកចកាទេបងបងមែនហើយផឹកជាមួយពួកយើងទៅត្រូវហើយអូផឹកទៅត្រូវពួកយើងហើយលើឡាជិះមកជុលទៀតបងផឹកឆាប់ទៅចាំមើលហើយទាំងអស់គ្នាត្រូវតែផឹកឲ្យអស់បានមិនទេផឹកអស់ជិះជិះណាស្រាប់ខ្ញុំបោះស្រាយសិនផឹកទៅជិះណាជិះព្រះអង្គលើកនេះលើកលែងម្ដងថ្ងៃក្រោយចង់ពីនេះគឺពិបាកស្រោចស្រង់ណាស់សូមព្រះអង្គព្រះរាជតម្រិះកូនចៅកាត់ទោសស្រាលកាត់ទោសធ្ងន់តែលើមេដឹកនាំគឺសមហេតុផលយ៉ាងណាពួកគេគឺសុទ្ធតែជារាជរបស់ព្រះអង្គដូចគ្នាពួកវាគឺចង់បះបោមិនអាចអត់អន់ឲ្យបានទេព្រះអង្គបច្ចុប្បន្នស្រុកទេសមិនទាន់នឹងណូគឺត្រូវជាពេលប្រជារាស្ត្រទទួលអារម្មណ៍ដឹងពីប្រតិកម្មលោកម្ចាស់ចៅច្បាប់របស់នគរមិនអាចលេងសើចបានទេលោកម្ចាស់ចៅច្បាប់នគរក៏មិនអាចគ្មានមនុស្សសញ្ចេតនាដែរបានហើយយើងយល់ថាយេហ្វៃនិយាយសមហេតុផលធ្វើតាមសំណេរយេហ្វៃចុះព្រះអង្គលោកម្ចាស់ចាងអមាច់វិញហេតុអីក៏លោកមិនជួយនិយាយខ្ញុំអញ្ចឹងបណ្ដោយឲ្យចៅទីនោះនិយាយបន្លប់ព្រះអង្គអាចឈ្នះច្បាស់ជាឈ្នះអាចឈ្នះឬមិនឈ្នះមិនមែនពឹងលើសម្ដីទេមិនយល់តើបានន័យថាម៉េចការពិតទៅព្រះអង្គទ្រង់មិនស្ដាប់សម្ដីចៅទីទេគឺទ្រង់ទុកមុខឲ្យយេហ្វៃលោកក៏ទៅយេហ្វៃពេលនេះមានគុណសម្បត្តិធំយ៉ាងនេះគេពេលនេះគឺជាមន្ត្រីដែលព្រះអង្គសពប្រតិជាងគេនោះគឺគ្រាន់តែបំបាក់ធ្មង់គេខ្លះទើបត្រូវអត់ទេពេលនេះគឺត្រូវឲ្យគេមានគុណសម្បត្តិកាន់តែធំឡើងបែបនោះទើបវាល្អយល់ទេលោកម្ចាស់ឈីងពិតជាឆ្លៀសវៃមែនទៅភរិយាខ្ញុំបានធ្វើគៀវហងនេះទៅសំណើរបស់ខ្ញុំហូបបណ្ដើជជែកគ្នាបណ្ដើល្អ
ព្រះអង្គយ៉ាងម៉េចហើយមិនក៏មិនទាន់ចេញមក ចាំមកផ្លែទៅអ្នកដតីសិតតែអាចចាំមានតែចាហាន់ឯងមិនអាចចាំ ឯងបាននេះយ៉ាងម៉េច ហេមកណាកុំឈ្លោះគ្នាកុំឈ្លោះគ្នា អ្នករាល់គ្នាព្រះអង្គមិនស្រួលប្រកាយថ្ងៃនេះមិនអាចជួបអ្នកទាំងអស់គ្នាអញ្ជើញត្រឡប់ទៅវិញចុះ តែយ៉ាងម៉េចចឹងហើយបើចឹងហើយមានរឿងអីកើតឡើងទៅមិនក៏អញ្ចឹងមិនក៏អញ្ចឹង មិនដែរហើយមិនក៏អញ្ចឹងតើគឺព្រះអង្គមិនចង់ជួបពួកយើងឬមួយឯងមិនចង់ឲ្យទ្រង់ជួបពួកយើង ឲ្យខ្ញុំមិនហ៊ានបន្លំព្រះរាជបញ្ជាទេព្រះអង្គមានប្រជញ្ញធ្ងន់មិនអាចបើកសវនាការសូមអ្នកទាំងអស់គ្នាអធិស្ឋានផង ល្អបើព្រះអង្គមានប្រជញ្ញមិនអាចឡើងសវនាការអញ្ចឹងយើងទៅមើលទ្រង់ដោយផ្ទាល់ទៅ ព្រះអង្គមានរាជបញ្ជាថ្ងៃនេះទ្រង់មិនជួបអ្នកណាទេទាំងអស់គ្នាជួយទៅវិញទៅយើងទៅវិញទៅយើងទៅវិញតោះសូម្បីយើងក៏ទ្រង់មិនចង់ជួបដែរជាយអេចាំហានបើព្រះអង្គប្រជញ្ញទៅហើយឲ្យព្រះអង្គសម្រាប់ប្រកាយសិនទៅពួកយើងទៅផឹកស្រាវិញទៅ នៅកន្លែងខ្ញុំមានស្រាចាស់រាប់រយឆ្នាំប្រមាណអត់ទាន់ដែរខ្ញុំចាត់មនុស្សយកទៅឲ្យលោកពូទាំងពីរនេះឡោះទៅកន្លែងខ្ញុំលបងល្អអូនទី4ទៅកន្លែងឯងផឹកស្រាហើយលេងអើមកពួកយើងផឹកឲ្យសប្បាយខ្ញុំឲ្យឯងភ្លុំមហូបរសជាតិដើមអ្នកត្បូងរបស់យើងផង មកហូបទៅចាញ់ទៅ មក យ៉ាងម៉េចគ្រាន់បើទេពេលនេះនាងជាស្រីរបស់យើងហើយ លបងធំមានសំណាងណាស់កូនទី2ហើយ បានហើយឈប់និយាយទៅចាញ់ទៅ មក យ៉ាងម៉េចគ្រាន់បើទេពេលនេះនាងជាស្រីរបស់យើងហើយ លបងធំមានសំណាងណាស់កូនទី2ហើយ បានហើយឈប់និយាយទៅ មកភ្លុះទៅនេះគឺអ្នកបងឲ្យធ្វើដល់ផ្ទាល់ដៃមកយ៉ាងម៉េចដែរឆ្ងាញ់មែនរសជាតិដូចជាពួកយើងហូបនៅពានជីងបែបម៉ាត់ នេះគឺបានយានយកមកជូនដល់បងផឹកតាមសម្រួលចុះមក តែរបស់ស្អីនោះរសជាតិដូចទឹកនោមមន់ចាប់បញ្ជូនទៅវិញទៅ នេះជាទឹកចិត្តរបស់គេបងមិនចូលចិត្តកាហីចុះហេតុអីក៏ត្រូវបញ្ជូនឲ្យគេវិញនោះ ត្រូវឲ្យបងប្រុសវ៉ាន់យានគ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះហេតុអីប្រកាន់ជាមួយគេច្រើនម្ល៉េះម្យ៉ាងទៀតពេលបងអាយុប៉ុនគេថាមិនត្រូវមិនស្មើនឹងគេផង តែប៉ុណ្ណោះបងមិនស្មើគេពូទី4ប្រាប់នាងទៅពេលនៅក្មេងអ្នកណាជាអ្នកក្លាហានទី1នៅមហាជីងប្រកាសជាលោកមិនតបហើយមែនអើយប៉ុន្តែពេលនេះខ្ញុំអាយុច្រើនហើយនិយាយពីធ្វើចម្បាំងសម្រាប់ស្ត្រីគឺពឹងទៅលើឯងហើយបានហើយយកទៅអ្នកបងខ្ញុំកំដរបង មកទៅមើលក្មេងៗទៅ មិនដឹងថាព្រះអង្គព្រះរាជតម្រេះពីអ្វីទេបើជាចាក់លិតវ៉ាន់យាននោះគេសំបីតែស្រាលល្អមិនអស់ក៏មិនចេះបែងចែកដែរ គេនៅក្មេងមិនទាន់ចេះបែងចែកស្រាលល្អមិនល្អទេត្រូវហើយ
គេនៅក្មេងចេះគ្រប់គ្រងនគរអីទៅហ៎សម្រាប់ឲ្យយើងស្ដាប់ពួកគេនោះលោកមិនទាន់ព្រះអង្គមិនទាន់ចេញរាជសារតកហល់អីទៅមិនអាចតកហល់ទេព្រះអង្គនៅមិនផុតរដូវរងាទេដល់ពេលនោះនៅណាស្នងរីហ៎ទឹកដីដែលយើងវាយបានយើងនៅហត់ស្មាងអីឲ្យលិតនោះចំណេញយ៉ាងចឹងអូទី4បើលបធ្វើជាស្ដេចមហាជីឯងគឺជាសេនាប្រមុខយ៉ាងធំដល់ពេលនោះបងប្អូនយើងរួមដៃគ្នាក្តាប់ក្រោមមេឃនេះលបងពួកយើងផឹកស្រាទៅមកអញ្ជើញមកអូទី4ឲ្យឆ្លើយប្រាប់លបងមកគឺព្រោះតែបរាជ័យនៅហ៊ុនធានតាន់ធ្វើឲ្យចិត្តមហិច្ឆតារបស់ឯងភ័យរត់បាត់ហើយលបងបរាជ័យនៅហ៊ុនធានតាន់គឺព្រោះតែកងទ័ពជិញយើងមិនជំនាញប៉ុន្តែចៅកៅគឺត្រូវពួកយើងវាយដូចជាឆ្កែគ្មានម្ចាស់ពូនលើសមុទ្រទោះជាបរាជ័យនៅហ៊ុនធានតាន់តែគេឈ្មោះមហាជិញយើងគឺល្បីគ្រប់ទិសទីអូទី4ឯនៅមិនទាន់ដឹងថាឯបរាជ័យត្រង់ណាទៀតជារែកភ្នំចុះសមុទ្រចាប់ចៅកៅឯស្មានថាប្រមាញ់សត្វគឺព្រោះតែអូមិនឡាយខ្សែប្រយុទ្ធវែងពេកហើយទើបបានជាពួកសង្កាត់ខ្សែក្រោយឯងបានហើយផលនេះឯងមិនទាន់យល់ទៀតតានេះយ៉ាងម៉េចហ្នឹងផឹកស្រាសុកមិនក៏និយាយរឿងច្បាំងទៀតហើយមកផឹកស្រាមកណែមកផឹកថែមទៀតទៅហៅអ្នកទាំងអស់គ្នាមកគឺដើម្បីពិគ្រោះគ្នាត្រូវសងសឹកគំនុំនៅហ៊ុនធានតាន់យ៉ាងម៉េចគំនុំនេះមិនសងសឹកយើងមិនអាចងើបក្បាលរួចទេរាជបុត្រទី4មេខ្លងធំនៅហ៊ុនធានតាន់គឺហានសុចុងសូមរាជបុត្រទី4ឲ្យទូលមកគុំនាំទ័ពទៅប្រយុទ្ធជាមួយគេរាជបុត្រទី4ក្នុងរឿងនេះពួកយើងគួរតែគិតគូរឲ្យបានវែងឆ្ងាយបើពួកយើងធ្វើដោយឆេវឆាវនោះថាមិនត្រូវអាចជាប់អន្ទាក់របស់ពួកសងវិញទេមិនបានចាំលែងបានហើយយើងរាល់យប់តាំងតែយកសពឃើញកូនរបស់ពួកយើងដែលស្លាប់ទៅយើងនឹកដល់គឺចង់តែបោះស្បែករបស់គេទេទូឆុងហានស៊ឺចុងពីមុនជាកូនចៅរបស់លោកមានកំណត់អីក្របតួរាជបុត្រទី4ទូលមកគុំមករយៈនេះបានសង្កេតមើលស្ថានភាពខាងត្បូងជាប់រហូតបច្ចុប្បន្នហានស៊ឺចុងត្រូវចាត់ទៅឈូជើទោះក្នុងដៃគេមានកងទ័ពខ្លាំងជាច្រើនប៉ុន្តែគេខ្វះខាតស្បៀងកងទ័ពមិនស្រស់ស្រួលមើលតាមក្បួនទ័ពរបស់មហាសង្ឃគេទៅភៀកខាងជើងកម្លាំងទ័ពគេមិនខ្លាំងក្លាប្រមាណទេខ្លាចតែនេះក៏ជាបញ្ជាដែរទេបើពួកយើងចេញទ័ពយាហ្វៃជាកងជំនួយនោះពួកយើងនឹងខ្លាចជាកងទ័ពឯកោប្រយុទ្ធជាមួយនឹងហានស៊ឺចុងគឺមិនងាយទេចំពោះចំណុចនេះគឺមិនចាំបាច់បារម្ភទេហេតុអីបើតាមទូបង្គំដឹងកងទ័ពយាហ្វៃពេលនេះកំពុងរៀបចំផ្នែកផ្ទៃក្នុងគ្មានពេលខ្វល់ពីហានស៊ឺចុងឡើយរាជបុត្រទី4ពេលនេះបើមិនសម្រុកទៅខ្លាចតែគ្មានឱកាសទេលៀងហុងអ៊ីក៏ទៅតាមគេដែរមែនទេឬថាប្តីប្រពន្ធរបស់ពួកគេមិនដែលបែកគ្នាឆ្ងាយទេក្រាបទូលលោកមិនតមឲ្យវិញហើយនៅមិនតន់សម្រាប់ទេត្រូវហើយសុខសុំធ្វើសងសាគ្មានអារម្មណ៍ស្នេហាយប់យ៉ាងនេះហើយនៅដេញពិនទៀតនឹកឃើញតែបងអូនយំនេះគឺរៀបចំឲ្យយានអេអូនប្រុងមករៀនគេដេញពិនល្អអន្តគ្រូសាហានពួកយើងបន្ថែមនារីទេពកោសលដែលចេះសពគ្រប់គំនូពិនម្នាក់ទៀតហើយ
ចាំអូនរៀបចំប៉ិនរួចហើយលោកមេតបជួយឆ្លាក់ឈ្មោះយានលើនេះផងល្អទេ ល្អ តើបាញ់ឈឺវិញក្នុងចិត្តនឹកឃើញដល់បងអូលោកមេតបថ្ងៃនេះនៅទីលានវឹកវើតបរហូតប្រកាសជាហត់ណាស់ហើយឆាប់ទៅសម្រាកទៅ ក្រុងឈូជើនេះត្រូវត្រឡប់មកសភាពដើមហើយ ពិតមែនហើយថ្ងៃនេះអ្នកមានស្រុកនេះម្នាក់ប្រាប់អូនថាទទួលបានសម្បត្តិសាច់ញាតិគាត់ថាចង់រើត្រឡប់ទៅស្រុកលូចៅវិញ អូពួកគេមិនខ្លាចថាពួកជីងតាមមកដណ្ដើមស្រុកនេះទៀតទេ មានលោកមេតបហានណីពួកចេញមិនហ៊ានមកទៀតនោះ តាមពេលដងធ្លាប់លឺបងប្រាប់អូនមិនថាថ្ងៃនេះឬថ្ងៃណាពួកយើងត្រូវធ្វើដូចធម្មតាតែបេះដូងអូនមិនបានយ៉ាងម៉េចហ្នឹងលោកមេតបមានទុកកង្វល់អី ហាមនឹកហាមកិនធ្វើ ទទួលបានសារពីរាជការទៀតហើយ ហាមចិត្តមិន ឬមួយត្រូវចាញ់តបទៀតហើយ ពេលអូនបែកពីសងសា ត្រូវហើយ រំពេលឈឺផ្សា ចាប់ផ្ដើមធ្វើសង្គ្រាមទៀតហើយ តើបាញ់ឈឺវិញក្នុងចិត្តនឹកឃើញដល់បងហេតុអ្វីនឹក